Ok,សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំបង្ហាញអ្នកនរគ្នាអំពីរបៀប print name card អត់ត្រូវតាមស្តង់ដារនិងស្តង់ដារកាត់អញ្ចឹងជាដំបូងយើងមើលຂະຫນាតវាសិនមកຂະຫນាតកន្លែងនេះគឺយើងត្រូវជ្រើសរើសស្តង់ដារវាគឺ 9.2 5.6 ដើម្បីឲ្យត្រូវពុំរបស់វាបន្ទាប់មកយើងចុចenter ហើយកន្លែងនេះយើងជ្រើសរើសខាងលើចុច0ខាងក្រោម 5.7 គឺបានន័យថា5.7 គឺមកក្រោមអញ្ចឹងពេលយើងចុចហើយយើងចុច copy ហើយ Ctrl D ឲ្យគ្រប់ពេញមកក្តារហ្នឹងទៅបន្ទាប់ម្ដងយើងចុចទៅចំហៀងនេះគឺ9.3 បាទចុចតាមហ្នឹងមកហើយ copy ទៀតអូខេយើងធ្វើបានប៉ុណ្នេះអញ្ចឹង select លើវាទាំងអស់មកចុច Ctrl J Ctrl G ដើម្បីគ្រប់បន្ទាប់មកយើងស្រាយវាមកឲ្យនៅកណ្ដាលហើយកណ្ដាលលើក្រោមបន្ទាប់មកទៀតគឺយើងមុខក្រោយអញ្ចឹងមុខក្រោយយើងត្រូវបង្កើតក្តាស់2អញ្ចឹងចុចតាមនេះមកចុចបូកមួយទៀតមកហ្នឹងហើយយើងបង្កើតឲ្យហើយ2ហើយក៏បានឲ្យងាយស្រួលបាទយើងទាញវាដូចគ្នាមកអូខេបន្ទាប់មកយើងដាក់ຂະຫນាតដដែលមកຂະຫນាតវា 9.2 5.6 អាហ្នឹងស្តង់ដាររបស់ name card អូខេបន្ទាប់មកយើងចុច enter ដដែលមកចុច enter ប៉ក់មួយមកកន្លែងនេះ0 5.7 ជើងលឿនទេសារម្ដងហើយអញ្ចឹងគាត់ថាយល់ហើយបើឆ្ងល់អាចស៊ូបានបាទអូខេបន្ទាប់ពីនឹងហើយអញ្ចឹងពេលយើងធ្វើហើយគឺយើង save វាជា PDF អញ្ចឹងប៉ុណ្ណឹងមិនតន់អស់គឺយើងនៅចាប់ផ្ដើម print ទៀត print ក៏មានលក្ខណៈ print របស់វាដែរខ្ញុំនឹងបង្ហាញនៅក្នុង cover ខាងលើសូមអរគុណ